ជំនាញជាអ្នកអភិរក្សនិងជួសជុលព្យាបាលថ្មប្រាសាទបុរាណទាមទារការអត់ធ្មត់ទឹកចិត្តតស៊ូខ្ពស់ជំនាញអភិរក្សនិងជួសជុលព្យាបាលថ្មគឺជាការងារយ៉ាងច្បាស់លាស់មួយផ្សេងទៀតក្នុងចំណោមជំនាញជាច្រើនដែលកំពុងតែធ្វើជាប្រចាំថ្ងៃក្នុងការជួយថែទាំជួសជុលនិងការពារប្រាសាទបុរាណនៅក្នុងតំបន់រមណីយដ្ឋានអង្គរអ្នកជំនាញវ័យក្មេងម្នាក់គឺលោកសៅរតនៈដែលកំពុងបំពេញការងារជួសជុលថ្មចម្លាក់បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរ៉ែបានចាត់ទុកថាជំនាញអភិរក្សនិងជួសជុលព្យាបាលថ្មនេះគឺទាមទារការអត់ធ្មត់យកចិត្តទុកដាក់ខ្ពស់បំផុតប្រសិនបើគ្មានការអត់ធ្មត់គឺវាមិនត្រឹមតែមិនអាចអភិរក្សនិងជួសជុលថ្មបុរាណដែលខូចខាតបានទេហើយវាប្រែកលាយទៅជាការបំផ្លាញថ្មរូបចម្លាក់បុរាណនោះទៅវិញលោកសៅរតនៈអាយុ29ឆ្នាំជាអតីតសិក្ខាកាមដែលធ្លាប់បានចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្មក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយក្រុមអភិរក្សថ្មនិងអង្គការគេចាប់ពីឆ្នាំ2013ដល់2015ហើយមានដើមកំណើតជាអ្នកសៀមរាបមានប្រសាសន៍ថាការងារអភិរក្សនិងជួសជុលព្យាបាលថ្មជួបនៅការលំបាកជាច្រើនទាំងការផ្គុំថ្មការព្យាបាលថ្មការលាងសម្អាតថ្មព្រោះថ្មខ្លះមានការពុកផុយលើក្បាច់ដោយវាទាមទារឲ្យចិត្តទុកដាក់ខ្លាំងប្រសិនបើសម្អាតមិនត្រឹមត្រូវគឺវាអាចធ្វើឲ្យបាត់បង់នៅក្បូរក្បាច់ដើមហើយបានប្រែក្លាយទៅជាបំផ្លាញរបស់ទាំងនោះទៅវិញបន្ថែមលើនេះនៅតាមការដ្ឋានជួសជុលប្រាសាទនានាទីតាំងខ្លះមានភាពតូចបង្អៀតមិនអាចឲ្យយកឧបករណ៍ទៅជាជំនួយបានឡើយពិសេសការលើកដាក់ធ្ងន់ធ្ងរដូច្នេះការអត់ធ្មត់និងការយកចិត្តទុកដាក់បានជាលទ្ធផលយ៉ាងល្អប្រសើរគឺជាចលករតែមួយគត់ដែលអាចជំរុញនៅទឹកចិត្តឲ្យកាន់តែខ្លាំងនៅក្នុងការងារជួយដល់បុរាណវត្ថុទាំងឡាយឲ្យបានរឹងមាំឡើងវិញនោះក្នុងរយៈពេល10ឆ្នាំមកនេះលោកសៅរតនៈបានរួមចំណែកធ្វើការងារអភិរក្សនិងជួសជុលប្រាសាទមួយចំនួននៅក្នុងតំបន់អង្គររួមទាំងប្រាសាទនៅក្រៅតំបន់អង្គរផងលោករតនៈឲ្យដឹងទៀតថាដំបូងឡើយរូបលោកហាក់ដូចជាមិនសូវចាប់អារម្មណ៍លើជំនាញអភិរក្សនិងជួសជុលថ្មនោះឡើយប៉ុន្តែបន្ទាប់ពីបានក្លាយជាសិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្មទើបលោកដឹងថាការងារអភិរក្សថ្មជាផ្នែកមួយនៃការថែទាំសម្បត្តិបេតិកភណ្ឌហើយក៏ចាប់ផ្ដើមមានអារម្មណ៍សប្បាយចិត្តនិងមានមោទកភាពដែលខ្លួនឯងបានក្លាយជាផ្នែកមួយក្នុងការជួយលើកស្ទួយក៏ដូចជាថែទាំនាដៃដូនតាខ្មែរឲ្យបានគង់វង្សយូរអង្វែងសម្រាប់កូនចៅខ្មែរជំនាន់ក្រោយអ្នកស្រីគីស្រីណោះជាអ្នកខេត្តសៀមរាបនិងអតីតសិក្ខាកាមចូលរួមរៀនក្នុងវគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សម្នាក់ទៀតក៏បានឲ្យដឹងដែរថាអ្នកស្រីបានបម្រើការងារក្នុងវិស័យនេះរយៈពេលជាង10ឆ្នាំមកហើយអ្នកស្រីគីស្រីណោះមានប្រសាសន៍ថាអ្នកជំនាញអភិរក្សទាំងបុរសនិងស្ត្រីគឺសុទ្ធតែចេះជំនាញគ្រប់ផ្នែកដូចគ្នានិងអាចធ្វើការងារគ្រប់យ៉ាងបានទាំងអស់អ្នកស្រីឲ្យដឹងថាភាគច្រើនស្រីគឺច្រើនទទួលបន្ទុកការងារផ្ដោតទៅលើការចងក្រងឯកសារដូចជាសម្រង់ប្លង់មុននិងក្រោយពេលជួសជុលព្រមទាំងតាមដានគ្រប់ដំណាក់កាលនៃការរើរុះថ្មដើម្បីកុំឲ្យមានភ័ន្តច្រឡំដោយប្រការណាមួយជាដើមការងារនេះអ្វីត្បិតតែមិនសូវប្រើកម្លាំងដោយក្រុមការងារបុរសក៏ពិតមែនតែក៏មានការលំបាកនិងត្រូវចេះបត់បែនដូចជាទីតាំងខ្លះបាត់ថ្មយើងត្រូវការបង្កើតថ្មីទាមទារឲ្យមានការអត់ធ្មត់និងសហការនៅក្នុងក្រុមផងអ្នកស្រីណោះបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្មក៏បានផ្ដល់ចំណេះដឹងឲ្យគ្រប់សិក្ខាកាមនៅចំណេះដឹងលើប្រភេទថ្មនិងប្រវត្តិសាស្ត្រដែលជំរុញទឹកចិត្តឲ្យកាន់តែស្រឡាញ់បន្ថែមទៀតហើយលោកស្រីក៏ចង់ឲ្យចំណេះជំនាញផ្នែកអភិរក្សថ្មផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់សាធារណជនដើម្បីបានតោះគំនិតឲ្យពួកគាត់ស្រឡាញ់និងបានចូលរួមអភិរក្សគ្រប់រូបភាពជាមួយអ្នកជំនាញបច្ចុប្បន្ននេះនៅកម្ពុជាគឺមានក្រុមអ្នកជំនាញអភិរក្សនិងជួសជុលថ្មប្រាសាទបុរាណចំនួនតិចតួចនៅឡើយអាជ្ញាធរជាតិអប្សរាកំពុងសហការជាមួយស្ថាប័នគេអាល្លឺម៉ង់ក្នុងការបណ្ដុះបណ្ដាលជំនាញនេះលើកូនខ្មែរជំនាន់ក្រោយមួយចំនួនថែមទៀតដើម្បីឈានទៅរកការបង្កើនធនធានមនុស្សផ្នែកនេះឲ្យកាន់តែសម្បូរឡើងនៅពេលអនាគតឆាប់ Experts in preserving and repairing ancient stones require a lot of patience. Stone conservation skill is just one of the many skills that are being done daily to assist in the maintenance, repair, and protection of ancient temples in the Angkor area. A young expert, Mr. Soradanak, who is working on repairing the Naga balustrade at the Banti Samra temple, considers that the skill of stone conservation requires the utmost patience. Without patience, it is not possible to repair the damaged ancient stone, and it turns into the destruction of ancient stone or sculpture.
Mr. Soradanak, 29 years old, a former trainee who attended the training course Stone Conservation Skills under the cooperation between Apsara National Authority with the Stone Conservation Unit and GIZ from 2013 to 2015, said that the stone conservation work encounters many difficulties such as assembling stones, treating stones, and cleaning stones, because some stones have decay on the surface, which requires a lot of care. In addition, some restoration sites are so small that it is not possible to take tools to help, especially lifting heavy stones. Therefore, patience and attention are the only motivators that can motivate archaeologists to work harder. For the past 10 years, Mr. Soradanak has contributed to the conservation and restoration of some temples in the Angkor area, including temples outside the Angkor area. Mr. Radanak said that at first, he did not seem to be interested in stone conservation and repair skills. But after becoming a trainee in stone conservation skills training, he realized that stone conservation work is part of preserving heritage and also began to feel happy and proud that he had become a part of helping to improve it, as well as preserving the works of Khmer ancestors for the next generation of Cambodians. Kai Srey Nos, a resident of Siem Reap province and another former trainee in stone conservation training, also said that she has been working in this field for more than 10 years. Ms. Kai Srey Nos said that stone conservation experts, both men and women, have the same skills in all areas and can do the same work. She added that most of the women are in charge of the work, focusing on documentation, such as mapping before and after the repair, as well as monitoring all stages of stone removal to avoid any confusion and so on. This job, although not as labor-intensive as the men's team, is also difficult and requires some flexibility, such as some missing stones. We need to innovate or require patience and cooperation in the team. Ms. Srey Nos stated that the training course on stone conservation also provided knowledge to all participants on the type of stone and history, which encourages more love, and she also wants the knowledge of stone conservation skills to be widely disseminated to the public to love and participate in the preservation with experts. At present, there are a small number of experts in the field of conservation and restoration of ancient temples in Cambodia. Apsara National Authority is cooperating with GIZ in training this skill for the next generation of Cambodians to increase the human resources in this field soon.